បងប្អូនអាចនឹងស្ដាយក្រោយប្រសិនបើបងប្អូនមិនបានដឹងរឿងទាំងអស់នេះជាក់ស្ដែងខ្ញុំខ្លួនឯងក៏ធ្លាប់មានអារម្មណ៍បែបហ្នឹងដូចគ្នាឆ្ងល់ថាហេតុអីពីមុនបានជាខ្ញុំខកខានក្នុងការដឹងរឿងទាំងអស់ហ្នឹងឬក៏រំលងនៅមេរៀនដ៏មានតម្លៃនៅក្នុងជីវិតហេតុអីបានជាទៅតែមកដឹងអីនៅក្នុងពេលហ្នឹងតែយ៉ាងណាខ្ញុំក៏នៅតែយល់ថាប្រសើរជាងការដែលខ្ញុំមិនបានដឹងហើយមានអ្នកខ្លះហ្នឹងគឺគាត់មិនបានដឹងរឿងទាំងអស់ហ្នឹងរហូតដល់គាត់លាចាកលោកទៅវិញទៀតហ្នឹងក៏មានដែរមេរៀនមួយនេះគឺពិតជាបានជួយខ្ញុំច្រើនមែនទែនរួមទាំងរបៀបក្នុងការនិយាយស្ដីរបៀបក្នុងការឆ្លើយតបរបៀបក្នុងការគ្រប់គ្រងអារម្មណ៍របៀបក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរួមទាំងការគ្រប់គ្រងចំណង់អាហារធ្វើម៉េចដើម្បីឲ្យយើងមានសុខភាពល្អក៏ដូចជារបៀបក្នុងការជៀសវាងទម្លាប់មិនល្អផ្សេងៗផងដែរយើងនឹងស្ដាយក្រោយប្រសិនបើយើងខកខានមិនបានដឹងអំពីរឿងទាំងអស់ហ្នឹងពីព្រោះថាវាធ្វើឲ្យយើងមានបញ្ហាជាច្រើននៅក្នុងជីវិតវាធ្វើឲ្យយើងពិបាកក្នុងការចុះសម្រុងជាមួយមនុស្សជុំវិញខ្លួនវាធ្វើឲ្យយើងពិបាកក្នុងការគ្រប់គ្រងចំណង់ផ្សេងៗរួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរដូច្នេះប្រសិនបើយើងមិនបានដឹងយើងប្រកាសជាមានបញ្ហាជាច្រើននៅក្នុងជីវិតរស់នៅរបស់យើងមេរៀននោះគឺជាមេរៀនចិត្តវិទ្យាដែលមានទាំងនៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធរួមទាំងនៅក្នុងវិទ្យាសាស្ត្រនៅក្នុងវិទ្យាសាស្ត្រគេបានធ្វើការសិក្សាក៏ដូចជាពិសោធន៍ទៅលើខួរក្បាលរបស់មនុស្សយើងរួមទាំងសត្វផងដែរថានៅពេលដែលយើងជួបប្រទះហេតុការណ៍ណាមួយគឺយើងមានប្រតិកម្មតបចំពោះហេតុការណ៍នោះដូចម្ដេចខ្លះហើយគេនឹងប្រាប់យើងថាហេតុអ្វីបានជាយើងមានប្រតិកម្មដូចនេះពេលដែលយើងបានដឹងរឿងទាំងអស់នោះទើបយើងដឹងថាតាមពិតទៅគឺវាបែបហ្នឹងទេបានជាយើងចេះតែចង់បានវាហើយមិនអាចគ្រប់គ្រងខ្លួនឯងបានគឺត្រូវតែបាននៅរបស់នោះទើបអាចបំពេញនៅចំណងរបស់យើងបាននៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធក៏មានមេរៀនចិត្តចេតសិកដែលជាមេរៀនចិត្តវិទ្យាដូចគ្នានៅពេលដែលយើងស្វែងយល់អំពីរបៀបដែលចិត្តរបស់យើងកើតឡើងនៅក្នុងហេតុការណ៍នីមួយៗយើងនឹងដឹងថាតើយើងត្រូវគ្រប់គ្រងវាដោយរបៀបណាបងប្អូនមិនគួររំលងនៅមេរៀនចិត្តវិទ្យាដ៏មានតម្លៃមួយនេះទេប្រសិនបើបងប្អូនចង់រស់នៅមានសុភមង្គលជាងមុនបងប្អូនគួរតែចាប់ផ្ដើមអានសៀវភៅបែបចិត្តវិទ្យាឬក៏ស្ដាប់អ្នកជំនាញចិត្តវិទ្យាដែលគាត់បកស្រាយតាមរយៈ podcast នៅលើបណ្ដាញសង្គមផ្សេងៗឬក៏បងប្អូនអាចសិក្សានៅមេរៀនចិត្តចេតសិករបស់ព្រះសម្មាសម្ពុទ្ធបន្ថែមដើម្បីដឹងពីរបៀបដែលចិត្តរបស់យើងកើតឡើងរបៀបដែលវាធ្វើការនោះទើបយើងអាចមានវិធីគ្រប់គ្រងវាបានខ្ញុំជឿថានៅពេលដែលបងប្អូនបានដឹងអំពីមេរៀនចិត្តវិទ្យានេះហើយជីវិតរបស់បងប្អូននឹងផ្លាស់ប្ដូរប្រសើរជាងមុនជាក់ជាមិនខានចាប់ផ្ដើមពីពេលឥឡូវនេះប្រសិនបើបងប្អូនចង់មានជីវិតដែលប្រសើរជាងមុនកុំភ្លេចចុច like និងចែករំលែកវីដេអូមួយនេះប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍